សូមជំរាបជូនថាក្រោយថ្ងៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនៅកាឡាឡាំពួរមកក្រសួងព័ត៌មានបានដាក់ចេញនៅសេចក្តីណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតផ្សព្វផ្សាយជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋឯកជនក៏ដូចជាការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវសារៈសំខាន់គឺចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការផលិតផ្សព្វផ្សាយចែករំលែកព័ត៌មានពិតមានប្រភពច្បាស់លាស់ផ្ដល់សុក្រឹតភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសពាក់ព័ន្ធនឹងបញ្ហាប្រធានបទព្រំដែនរវាងប្រទេសទាំងពីរទាំងនេះគឺជាការចូលរួមអនុវត្តភ្លាមនៅស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពក្រោយការចុះហត្ថលេខានៅកាឡាឡាំពួរហើយក្នុងនោះគឺត្រាស់ដឹកនាំក្រសួងព័ត៌មានពិសេសគឺអាយដាមនេត ភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានតាមរយៈការផ្សព្វផ្សាយសាររបស់លោកជាសាធារណៈបានអំពាវនាវដល់អ្នកសារព័ត៌មានអង្គភាពសារព័ត៌មានទាំងអស់ឲ្យប្រកាន់ខ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវក្នុងការផលិតផ្សព្វផ្សាយព័ត៌មានពិតមានប្រភពច្បាស់លាស់ផ្ដល់សុក្រឹតភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងប្រធានបទព្រំដែនរវាងប្រទេសទាំងពីរតាមរយៈសារនោះគឺលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំងអស់នៅក្នុងប្រទេសកម្ពុជាឲ្យចូលរួមគាំទ្រក្នុងដំណើរការអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍រួមនេះផងដែរដោយអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នៅការអនុវត្តក្រមសីលធម៌ក្នុងការចែករំលែកការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញអ្នកនាំសង្គមដោយមិនបង្កើតនិងមិនចែកចាយមិនចែករំលែកព័ត៌មានคล้ายៗព័ត៌មានមិនពិតដែលវាមិនមានការផ្ទៀងផ្ទាត់ត្រឹមត្រូវហើយវាធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការនៃការអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីអំពីសន្តិភាពរវាងប្រទេសទាំងពីរហើយទាំងនេះគឺជាសកម្មភាពដែលយើងទាំងអស់គ្នាត្រូវចូលរួមចំណែកធ្វើយ៉ាងណាបង្កបរិយាកាសអំណោយផលដើម្បីធានាស្ថានភាពឲ្យមានភាពកាន់តែប្រសើរឡើងដើម្បីគ្រប់គ្រងទៅដល់ដំណើរការនិងការអនុវត្តស្មារតីសេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពនេះឲ្យទទួលបាននូវជោគជ័យប៉ុន្តែទោះជាយ៉ាងណាក៏ដោយចាប់តាំងពីក្រោយការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមកទល់ពេលនេះគឺយើងបានសង្កេតឃើញតាមរយៈលទ្ធផលដែលផ្ដល់ដោយលេខាធិការឋាននៃគណៈកម្មការប្រឆាំងព័ត៌មានคล้ายៗនៃក្រសួងព័ត៌មានគឺយើងបានសង្កេតឃើញថាមានប្រភេទព័ត៌មានคล้ายៗប្រមាណជា50ករណីបាទក្នុងនោះគឺមានការផ្សព្វផ្សាយព័ត៌មានមិនពិតនិងការបំផ្លាស់បំភ្លៃព័ត៌មានជុំវិញការអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពហើយក៏មានដែរប្រធានបទពាក់ព័ន្ធទៅនឹងការដោះលែងទាហានកម្ពុជាបាទទាំង18រូបកាលពីនោះគឺមានព័ត៌មានคล้ายៗពាក់ព័ន្ធទៅនឹងស្ថានភាពនៅភូមិព្រៃច័ន្ទនិងជោគជ័យជាដើមបាទបញ្ជាក់ជូនផងដែរថាព័ត៌មានคล้ายៗទាំងនេះគឺមានភាគច្រើនគឺមានប្រភពចេញមកពីបណ្ដាញទំនាក់ទំនងសង្គមដែលអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយចំនួនតូចទាំងនៅក្នុងប្រទេសនិងនៅក្រៅប្រទេសបានប្រើប្រាស់ខុសគោលដៅហើយបានយកប្រធានបទបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនេះយកមកធ្វើជាប្រធានបទក្នុងការបង្កើតការបំផុសបំផុលព័ត៌មានคล้ายៗបង្កើតព័ត៌មានคล้ายៗផ្សព្វផ្សាយព័ត៌មានคล้ายៗនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមធ្វើឲ្យមានការភ័ន្តច្រឡំក្នុងគោលបំណងទុច្ចរិតណាមួយផ្សេងទៀតក្នុងការទាញចំណេញទាំងផ្នែកនយោបាយក៏ដូចជាការបំរើឲ្យប្រជាប្រិយភាពរបស់ក្រុមណាឬក៏បុគ្គលណាមួយតែមួយចំនួនតូចប៉ុណ្ណោះនេះគឺជាស្ថានភាពជាក់ស្ដែងដែលបាននឹងកំពុងកើតឡើងដែលប្រជាពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំងអស់គឺត្រូវចូលរួមសកម្មក្នុងការតាមដានក៏ដូចជាពិនិត្យមើលថាតើប្រភេទព័ត៌មានដែលត្រូវបានចែកចាយចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមនោះជាប្រភេទព័ត៌មានដែលជាប្រភពច្បាស់លាស់ដែលជាប្រភពដែលយើងទុកចិត្តដែរឬទេបាទហើយក្នុងចំណោមការចែកចាយព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គមនោះគឺមានចំនួនតិចតួចទេដែលគឺជាក្រុមឬក៏ជាប្រភពព័ត៌មានដែលតែងតែបង្កើតឲ្យមានជាព័ត៌មានคล้ายៗហើយធ្វើឲ្យមានការចែករំលែកក្នុងគោលបំណងបំពុលនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិទទួលព័ត៌មានពិតនិងសុក្រឹតរបស់ប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗនៅទូទាំងប្រទេសដែលដឹកនាំដោយក្រសួងព័ត៌មានក្រោមទិសស្លោក
និយាយថាទេចំពោះព័ត៌មានคล้ายៗបានកំពុងដំណើរការអនុវត្តយ៉ាងសកម្មនៅក្នុងនៅតាមបណ្ដារាជធានីខេត្តកំពុងคล้ายជាចលនាជាតិក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលវិបាកគ្រោះថ្នាក់នៃព័ត៌មានคล้ายៗជាពិសេសលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំងអស់នៅក្នុងប្រទេសកម្ពុជានៅក្នុងនោះការចូលរួមការគាំទ្រយ៉ាងច្រើនឡើងពីបណ្ដាប្រជាពលរដ្ឋតាមសហគមន៍ហើយមកទល់ពេលនេះគឺយើងមានអ្នកចូលរួមនៅលើបណ្ដាញទំនាក់ទំនងសង្គមក្នុងការចូលរួមជាសកម្មភាពផ្សព្វផ្សាយក៏ដូចជាគាំទ្រទៅដល់សកម្មភាពនានានៃការអនុវត្តយុទ្ធនាការរបស់យើងនេះគឺមានចំនួនប្រមាណជាង5លាននាក់ក្នុងចំណោមនោះគឺមានទាំងប្រជាពលរដ្ឋដែលគាត់ជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមអាជីវករអ្នកប្រកបរបរក្នុងការងារក្នុងប្រសេដ្ឋកិច្ចក្រៅប្រព័ន្ធមន្ត្រីរាជការអ្នកសារព័ត៌មានក៏ដូចជាអ្នកបង្កើតមាតិកាលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើនបាទដែលបានបន្តចូលរួមយ៉ាងសកម្មគ្រប់គ្រងក្នុងការធ្វើឲ្យយុទ្ធនាការរបស់យើងគឺមានភាពកាន់តែសកម្មហើយបានចូលរួមក្នុងការការពារប្រជាពលរដ្ឋផ្ដល់សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការទទួលបាននៅព័ត៌មានពិតហើយឲ្យប្រជាពលរដ្ឋចេះក្នុងការផ្ទៀងផ្ទាត់ប្រភេទព័ត៌មានคล้ายៗប្រភេទព័ត៌មានពិតហើយជានិច្ចកាលគឺថាទទួលព័ត៌មានពីប្រភពព័ត៌មានផ្លូវការសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃជាពិសេសបញ្ហាសំខាន់ដែលកំពុងកើតឡើងនៅក្នុងសង្គមក្នុងនោះក៏មានប្រធានបទស្ដីអំពីព្រំដែនផងដែរខ្ញុំសូមជាឱកាសនេះសូមអំពាវនាវសាជាថ្មីជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជាជាពិសេសអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំងអស់ការទទួលព័ត៌មានប្រចាំថ្ងៃសូមបន្តប្រកាន់ខ្ជាប់នៅការផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានត្រឹមត្រូវមុននឹងជឿឬក៏ចែករំលែកបន្តនៅព័ត៌មានផ្សេងដែលយើងទទួលបានពីបណ្ដាញអ្នកនងសង្គមយើងត្រូវដាក់ការសង្ស័យជាបឋមគឺថាព័ត៌មាននោះគឺពុំទាន់មានការផ្ទៀងផ្ទាត់ឬក៏ជាព័ត៌មានដែលបានផ្សព្វផ្សាយពីប្រភពព័ត៌មានដែលមិនទាន់អាចទុកចិត្តបានដូច្នេះយើងត្រូវតែងជានិច្ចកាលគឺយើងតែងតែស្វែងរកការផ្ទៀងផ្ទាត់ព័ត៌មានជាមួយនឹងប្រភពព័ត៌មានផ្លូវការហើយជានិច្ចកាលពាក់ព័ន្ធនឹងប្រធានបទព្រំដែនសូមបន្តតាមដានក៏ដូចជាទទួលព័ត៌មានពីប្រភពព័ត៌មានផ្លូវការក្នុងនោះមានប្រភពព័ត៌មានផ្លូវការដែលជាការផ្សព្វផ្សាយពីប្រភពព័ត៌មានរបស់ថ្នាក់ដឹកនាំកម្ពុជាជាតិរបស់យើងគឺមានសម្ដេចតេជោនិងសម្ដេចមហាបវរធិបតីហើយបន្ទាប់មកគឺប្រភពព័ត៌មានពីក្រសួងការពារជាតិពីក្រសួងការបរទេសពីក្រសួងព័ត៌មាននិងពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក៏ដូចជាការបន្តតាមដាននិងទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវទាំងនោះគឺជាព័ត៌មានដែលយើងអាចទុកចិត្តបានហើយយើងអាចផ្ទៀងផ្ទាត់ជាមួយនឹងព័ត៌មានដែលយើងបានទទួលពីបណ្ដាញទំនាក់ទំនងសង្គមជាពិសេសប្រភពព័ត៌មានដែលយើងបានទទួលពីក្រៅប្រទេសដូច្នេះហើយយើងត្រូវមានការផ្ទៀងផ្ទាត់ជាប្រចាំដើម្បីធានាថាព័ត៌មានដែលយើងទទួលបានហើយព័ត៌មានដែលយើងនឹងចែករំលែកនោះគឺវាពិតជាបានផ្ដល់សារៈប្រយោជន៍និងចូលរួមចំណែកបន្តធានាឲ្យស្ថានភាពបច្ចុប្បន្នកាន់តែប្រសើរឡើងគ្រប់គ្រងដល់ដំណើរការនៃការអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃបាទ